Hello hello ខ្ញុំបាទសែនថ្ងៃនេះយើងមកបន្តពីភាពមុនទៀតចូលមកភាព2នេះគឺយើងឃើញមានតួស្រីរបស់យើងតែបានរុញតួប្រុសយើងចេញកាលពីភាព1នោះតួស្រីរបស់យើងបានតាក់ទៅនឹងវេទមន្តអ្វីម្យ៉ាងបណ្ដាលឲ្យនាងរកចំពោះជើងដួលពុកទៅនឹងតួប្រុសរបស់យើងហើយចូលមកភាព2នេះគឺតួស្រីរបស់យើងបានរុញតួប្រុសយើងចេញហើយតួប្រុសយើងគ្រាន់តែញញឹមបន្តិចហើយបាននិយាយថាចាស់ស្រីគឺជាមនុស្សម្នាក់គត់ដែលនៅរស់កាត់មកចាស់ស្រីយើងវិញចាស់ស្រីបាននិយាយថាទោះបីជាខ្ញុំចង់រត់ទៅឆ្ងាយក៏ដោយវេទមន្តកំពុងតែរារាំងឆ្លក់ចេញតែមួយគត់ពីផ្ទះបាយតើពួកខ្ញុំគួរធ្វើអ្វីហើយក៏បន្តទៀតតើម្ចាស់ស្រីចង់នៅរស់ទេតួអង្គប្រុសយើងអ្នកសួរហើយម្ចាស់ស្រីយើងក៏បានឆ្លើយថាស្អីគេហើយតួអង្គប្រុសយើងក៏បាននិយាយថាអង្គុយចុះទៅម្ចាស់ស្រីម្ចាស់ស្រីយើងក៏អង្គុយចុះទៅតើគេចង់ធ្វើអ្វីហ្នឹងក្នុងចិត្តតួស្រីយើងបានគិតអញ្ចឹងហើយនៅពេលនោះក៏បានដូចជាចង់កលិចជើងមិនទេហើយតួប្រុសរបស់យើងក៏បានសើចលើថាហាហាធ្វើបានល្អណាស់ម្ចាស់ស្រីយើងធ្វើមុខភ្លើភ្លើមិនទេហើយនិយាយថាគេគួរឲ្យខ្លាចណាស់ហើយនៅក្នុងប្រឡោមលោកគ្រប់គ្នានៅក្នុងវិមានត្រូវបានសម្លាប់គ្មានសល់សម្បីតែម្នាក់ដូច្នេះដើម្បីជៀសផុតពីជោគវាសនានេះខ្ញុំអង្វរឪពុកដែលមានជំងឺឬក៏ចរិតឲ្យកម្ចាត់គេចេញពីទីនេះតួប្រុសតួរងយើងតែនិយាយប៉ុន្តែគ្មាននរណាម្នាក់ស្ដាប់ខ្ញុំទេហើយឥឡូវពួកគេគ្រាន់តែបន្តធ្វើបាបគាត់ខ្ញុំគឺជាមនុស្សម្នាក់ដែលដឹងថាគេគឺជាមនុស្សអាក្រក់តែបែរនឹងគិតថាមានតែគេដឹងថាតួអង្គប្រុសយើងជាមនុស្សអាក្រក់អញ្ចឹងទៅហើយនេះគឺជារឿងដែលជាមិនរួចទេពីការចាប់ដើមហើយតួអង្គប្រុសយើងក៏ដកដង្ហើមធំតួអង្គស្រីរបស់យើងដែលជាម្ចាស់ស្រីហ្នឹងក៏បានគិតថាខ្សែកដែលឪពុកខ្ញុំផ្ដល់ឲ្យខ្ញុំវាថ្មម៉ាត់តូចគឺជាដុំដៃដែលធ្លាប់ចូលទៅក្នុងបេះដូងរបស់ម្ចាស់បើសិនបើខ្ញុំច្បាច់វាត្រាធ្លាក់លើបេះដូងរបស់គាត់នឹងបណ្ដាលឲ្យឈឺចាប់ខ្លាំងហើយគាត់នឹងមិនអាចបដិសេធការបញ្ជារបស់ខ្ញុំឡើយទោះបីជានេះមិនមែនមានន័យអ្វីសម្រាប់ពេលហោះដែលអ្នកមានរួចហើយខ្ញុំក៏បកប្រែឡើងហ្នឹងអត់សូវយល់មកតែខ្ញុំเป็นស្លាយដូចហ្នឹងហើយក៏កាត់មកតិចទៀតខ្ញុំចង់ប្រើអំណាចនៅពីមុខគេប៉ុន្តែខ្ញុំគ្មានជំរើសទេបើខ្ញុំរត់ទៅចេញហើយចាស់ស្រីរបស់យើងគឺប្រើវេទមន្តអ្វីម្យ៉ាងទេគឺចាំងមែនតើហើយអាបែបពីអ្នកនេះឆ្ងល់អូអាកាសធាតុខ្យល់ដ៏អស្ចារ្យមែនវាដូចមិននាងគឺជាអ្នកក៏ហៅមែនទេអាបែបហ្នឹងឆ្ងល់ហើយចាស់ស្រីអ្នកហៅវេទមន្តមកមែនព្រោះយើងក៏ឃើញមានព្រៀបសិលមួយហើយអ្វីបានជានាងក៏ហៅខ្ញុំនៅកន្លែងបង្គោលឈាមបែបនេះចាស់ស្រីរបស់យើងក៏បានឆ្លើយកាន់ទៅអាព្រៀបសិលនឹងថានាំខ្ញុំទៅឲ្យឆ្ងាយពីកន្លែងនេះកាន់តែឆ្ងាយកាន់តែល្អបំផុតហើយព្រៀបសិលនោះក៏បានសួរថាតើនាងនឹងផ្ដល់អ្វីឲ្យខ្ញុំដល់ពេលខ្ញុំនាំនាងចេញហ្នឹងចាស់ស្រីយើងក៏និយាយថាឈាមរបស់ខ្ញុំហើយព្រៀបសិលនោះក៏បានថាមិនអីទេចឹងហើយស្រាប់តែពេលនោះចាស់ស្រីរបស់យើងក៏ដណ្ដើមខ្លួនឡើងទៅតាមព្រៀបសិលហ្នឹងទៅហើយក៏កាត់មកចាស់ស្រីរបស់យើងដូចមានអារម្មណ៍ថាដូចមិនឈឺបេះដូងខ្លាំងមែនទេហើយនៅពេលនោះក៏តួប្រុសរបស់យើងក៏និយាយថាអូព្រះជាម្ចាស់ឲ្យខ្ញុំសុំទោសផងចាស់ស្រីខ្ញុំភ្ញាក់ផ្អើលណាស់ខ្ញុំមិននឹកស្មានថាហើយធម្មពលដូចសរសឹងនោះក៏លាយចេញទៅហើយចាស់ស្រីយើងក៏គិតក្នុងចិត្តថាតើការជឿចាប់នេះជាអ្វីហើយតួប្រុសរបស់យើងក៏និយាយថាចាស់ស្រីមិនបានកត់សម្គាល់សោះហ្មងខ្ញុំគិតថាខ្ញុំបានឃើញនាងនិយាយជាមួយខ្លួនឯងគ្រប់ពេលប៉ុន្តែខ្ញុំមិនដែលនឹកស្មានថានាងគឺជាធាតុសំខាន់មួយទាល់តែសោះហើយតួប្រុសយើងក៏បន្តទៀតថាអភ័យទោសឲ្យខ្ញុំផងតើការជឿចាប់នេះឈឺណាស់មែនទេហើយចាស់ស្រីក៏និយាយថាតើលោកបានធ្វើអ្វីចំពោះខ្ញុំខ្លះហើយតួប្រុសរបស់យើងក៏ដកដង្ហើមតិចនិយាយថាលោកប៉ារបស់ម្ចាស់ស្រីហ្នឹងដូច្នេះចាំត្រាមេរោគដែលដាក់លើបេះដូងខ្ញុំទេខ្ញុំបានផ្ទេរវាឲ្យទៅម្ចាស់ស្រីមុននេះបន្តិចព្រោះខ្ញុំខ្លាចថាម្ចាស់ស្រីនឹងរត់ចោលខ្ញុំតែម្ចាស់ស្រីនៅហត់មែនទេនិយាយឈ្មោះរបស់ខ្ញុំមកបន្ទាប់មកខ្ញុំនឹងដាក់ឲ្យម្ចាស់ស្រីគេងលក់រហូតហើយម្ចាស់ស្រីរបស់យើងក៏គិតក្នុងចិត្តថាគេងលក់រហូតខ្ញុំមានអារម្មណ៍ថាផ្នែករបស់ខ្ញុំកាន់តែធ្ងន់ឡើងហើយតួប្រុសរបស់យើងក៏គិតក្នុងចិត្តថាក្មេងស្រីល្អហើយម្ចាស់ស្រីរបស់យើងក៏គេងលក់បាត់ទៅសុបិនល្អណាស់ម្ចាស់ស្រីហើយអេពីសូតទី2របស់យើងនេះក៏ចប់ត្រឹមហ្នឹងបើសិនជាមានបញ្ហាខុសឆ្គងត្រង់ណាសូមជួយខមមិនកែតម្រូវនៅខាងក្រោមហើយយើងចាំជួបគ្នានៅអេពីសូត3វីដេអូក្រោយបាយបាយ